នឹងខុសគ្នាពីសារយុទ្ធណាសារយុទ្ធគឺជាអំណាចនៅពីក្រោយព្រះបរមរាជបល្ល័ង្កចំណែកហ៊ុនសែនគឺជាអំណាចនៅពីលើព្រះបរមរាជវាំងមួយគេថាសារយុទ្ធគឺជាអ្នកកាន់អំណាចធំនៅពីក្រោយព្រះបរមរាជបល្ល័ង្កចំណែកហ៊ុនសែនគឺជាអ្នកកាន់អំណាចធំនៅពីលើព្រះបរមរាជវាំងឃើញទេបងប្អូនឃើញទេរៀនមើលប្រទេសមួយយើងរៀនមើលយើងដឹងអំពីរបៀបគេហៅថាតំណតំណែងអំណាចដែលហៅថាការតបតែងនៃអំណាចនិងការតាក់តែងនៃអំណាចណាបាទសុរយុទ្ធចលន័ននឹងគឺជាអ្នកកាន់អំណាចនៅពីក្រោយព្រះបរមរាជបល្ល័ង្កចំណែកសម្ដេចតេជោហ៊ុនសែនគឺជាអ្នកកាន់អំណាចនៅលើព្រះបរមរាជវាំងនៅពីលើព្រះបរមអាហ្នឹងអញ្ចឹងទី1គឺគាត់ត្រូវការក្បាលមីក្រូហ្វូនគាត់អបសក់ទី2គាត់ត្រូវការនិយាយដើម្បីនឹងតម្រង់ទិសនយោបាយរបស់គាត់ដែលក្នុងនាមជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគាត់និយាយទៅអត់សូវលឺទេបាទអត់សូវលឺពីព្រោះគាត់មិនចេះទៅប្រជុំបានងាយៗទេអញ្ចឹងគាត់ត្រូវការក្បាលបាទគាត់ត្រូវការក្បាលមីក្រូហ្វូនដើម្បីនិយាយនឹងមួយទៀតគឺលោកហ៊ុនម៉ាណែតមិនអាចនិយាយបានទេលោកហ៊ុនសែនក៏រៀនដើរនយោបាយជើង2ណាដែលយើងអាចនិយាយថានយោបាយជើង4ដូចគ្នាព្រោះលោកហ៊ុនម៉ាណែតមានជើង2ណាហើយចំណែកលោកហ៊ុនសែនគាត់មានជើង2អញ្ចឹងគាត់ដើរនយោបាយជើង4ដូចគ្នាវាស្រដៀងនឹងនយោបាយជើង4របស់ថៃដែរណាវាស្រដៀងនឹងនយោបាយជើង4របស់ថៃដែរដូច្នេះហើយខ្ញុំឃើញថាការដែលគាត់អញ្ជើញទៅចាប់ក្បាលមីក្រូហ្វូននិយាយនៅអនុស្សាវរីយ៍ចរៈគឺគាត់មិនចាប់អារម្មណ៍រឿងធម៌អាហ្នឹងទេគាត់ដឹងថាពុទ្ធសាសនានៅស្រុកខ្មែរហ្នឹងគឺជាអង្គការ7មករាតែគាត់ឲ្យឆ្វេងហើយតែគាត់ឲ្យស្ដាំគាត់ឲ្យភូតហើយគាត់ឲ្យស្រោចទឹកគាត់ឲ្យធ្វើអាឆែតមកគេគាត់ថាឲ្យឈប់គាត់ថាគាត់មកទៅទល់ដែនហ៊ានទៅចាញ់ភ្លើងឥឡូវណាគាត់ទុកឲ្យលួងអង្គុយវាំងសិនគាត់ត្រូវការក្បាលមីក្រូហ្វូនដើម្បីតម្រង់ទិសនយោបាយរបស់គាត់ហើយក្នុងនាមគាត់ជាប្រធានព្រឹទ្ធសភាគាត់និយាយទៅវាអត់មានណាលឺទេណាហើយណាមួយវាគ្មានធុរៈដែលត្រូវគាត់និយាយគាត់ប្រជុំគាត់អីចឹងមែនប៉ុន្តែប្រធានព្រឹទ្ធសភាវានិយាយអីមិនកើតណាអញ្ចឹងទី1គាត់អាចអបសក់ទី2គាត់ត្រូវការមីក្រូហ្វូនទី3គាត់ត្រូវការតម្រង់ទិសនយោបាយរបស់គាត់ទី4កូនគាត់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមិនអាចនិយាយបានទេអញ្ចឹងលោកហ៊ុនសែនកំពុងតែដើរនយោបាយជើង4ដែរណាមកដល់ពេលនេះលោកហ៊ុនសែនកំពុងតែដើរនយោបាយជើង4ដែរហើយណាថៃដើរជើង4ណាលោកហ៊ុនសែនដើរជើង4ថៃមានអ្នកកាន់អំណាចនៅពីក្រោយព្រះបរមរាជវាំងសុរាយុទ្ធចលន័នចំណែកឯលោកហ៊ុនសែនកាន់អំណាចពីលើព្រះបរមរាជវាំងដូចគ្នាឃើញទេហើយយើងទៅស្អប់ថៃហ្មងបើយើងចម្លងទៅពីគេមកចម្លងពីគេតែស្រុកគ្រប់ស្អប់ទាំងអស់ហើយតែខ្ញុំនិយាយទៅអូខឹងមិនចម្លងពីគេណាហើយបើហ៊ុនសែននេះទៅឲ្យកូនចម្លងពីគេទាំងអស់អញ្ចឹងត្រូវតែជាគ្នាទៅចុះបើលោកហ៊ុនសែនជាគ្នាខ្ញុំត្រេកអរថងថាវាអត់បានប្រយោជន៍អីទេស្អាតធម្មតាទេចាននៅក្នុងរាវក្នុងលក្ខណៈជាអាស៊ានប៉ះគ្នាមកទាំងទៅណាហើយរកគ្នាវិញទៅរកស៊ីមួយគ្នាទៅអាហ្នឹងអញ្ចឹងណាបន្ទាប់មកទៀតខ្ញុំឃើញមានគេកាត់ឃ្លីបគាត់ត្រង់កន្លែងដែលលោកហ៊ុនសែននិយាយអំពីហាងសាំង PTT ណាលោកហ៊ុនសែននិយាយពីហាងសាំង PTT គាត់និយាយថាមិនគាត់ទៅជប់ចាក់គេសាំងហ្នឹងគេដឹកមកពីណាសិង្ហបុរីម៉ាឡេទេឃើញអាហ្នឹងហើយគេហៅថាតម្រង់ទិសនយោបាយខ្ញុំប្រាប់ហើយថាទូកលោកហ៊ុនសែនខ្លីចំណែកទូកអ្នកលុញពងទូកវែងអញ្ចឹងហើយអាលុញពងណាដែលវាឆ្លាតវាមិននិយាយបណ្ដោយចំណែកអ្នកលុញពងណាតែអត់ស្អីឆ្លាតចេះតែខំនិយាយទៅខុសពីព្រោះទូកលោកហ៊ុនសែនខ្លីគាត់បត់លឿនណាស់ចំណែកអ្នកលុញពងនៅខាងក្រោមទូកវាវែងណាដូច្នេះបើខំប្រឹងនិយាយប្រេះផ្ដាស់បត់អត់ទាន់ទេនឹងលងទូកឬក៏បាក់កទូកអានឹងគឺជាចំណែកមួយដែលកើតឡើងក្នុងការតម្រង់នយោបាយណាការតម្រង់នយោបាយហើយចុះមិនបានជារឿងអញ្ចឹងអត់ឲ្យកូនគាត់និយាយពីព្រោះចេះបើហ៊ុនម៉ាណែតគាត់និយាយរឿងហ្នឹងណាបើហ៊ុនម៉ាណែតគាត់និយាយរឿងហ្នឹងណាគាត់បើហ៊ុនម៉ាណែតគាត់និយាយរឿងហ្នឹងវាមានការខុសឆ្គងជួសជុលអត់បានទេអញ្ចឹងហ៊ុនម៉ាណែតទៅជា reserve individual សម្រាប់និយាយតែកិច្ចការល្មមបានហើយណាកុំឲ្យមាននៅការឆ្លោះឆ្លួយក្នុងដំណើរនយោបាយបើវាឆ្លោះឆ្លួយនឹងលោកហ៊ុនសែនអត់មានអ្នកណាអាចទៅចោទប្រកាន់ហ៊ុនម៉ាណែតបានទេក៏ប៉ុន្តែបើឆ្លោះឆ្លួយហ៊ុនម៉ាណែតវាបាត់ credit ហ៊ុនម៉ាណែតអញ្ចឹងទុកឲ្យហ៊ុនម៉ាណែតធ្វើកិច្ចការណាដែលវាស់ស្ទង់មើលទៅថាល្មមដំណើរទៅរួចអញ្ចឹងលោកហ៊ុនម៉ាណែតអត់ចាញ់មុខនិយាយរឿងតម្រង់ទិសហ្នឹងទេបន្ទាប់មកទៀតការនិយាយតម្រង់ទិសផ្ទៃក្នុងលោកហ៊ុនម៉ាណែតតាំងពីធ្វើនាយករដ្ឋមន្ត្រីមកតម្រង់ទិសផ្ទៃក្នុងអត់បានទេស្អីទៅហៅទិសផ្ទៃក្នុង domestic policy នៅក្នុងនយោបាយផ្ទៃក្នុងប្រទេសលោកហ៊ុនម៉ាណែតអត់ទាន់មានប្រសិទ្ធភាពក្នុងពាក្យសម្ដីទេនិយាយទៅគេអត់ស្ដាប់និយាយទៅពួកឯងអត់ស្ដាប់ទេណាចាញ់ជាមួយទៅជាមួយហ៊ុនសែននិយាយទៅវាស្ដាប់បានបន្តិចស្ដាប់បាន2 3ខែយល់ទេវាស្ដាប់បាន2 3ខែដែរណាអញ្ចឹងហ៊ុនសែនត្រូវតែតម្រង់ទិសនយោបាយផ្ទៃក្នុងហើយមិនបានត្រូវតម្រង់ទិសនយោបាយផ្ទៃក្នុងប្រសិនបើមិនតម្រង់ទិសនយោបាយផ្ទៃក្នុងទេសំអប់រវាងសៀមខ្មែរវាឡើងដល់កំពូលហើយលោកហ៊ុនសែនក៏ដឹងដែរ
ថាអាដែងដែលគេហៅថាសន្តិភាពហ្នឹងវាគ្មានសន្តិភាពទេហើយបើគ្មានសន្តិភាពទេចាប់អាណត្តិ Donald Trump ទៅចង់វាយគ្នាណាដូច្នេះបើចាប់អាណត្តិDonald Trump ទៅ4ឆ្នាំហ៊ុនសែនអាយុ76អាយុ76ឬ77ណាខ្ញុំមិនដឹងអាយុគាត់ពិតប្រាកដគាត់ដូរចុះទៅឡើងខ្ញុំថាប្រហែលជា77ទៅចុះថា77ទៅចុះគាត់អាយុ77មិនអាចដឹងថាគាត់មានកម្លាំងអាចនឹងបន្តកាត់ចង្កូតកូនគាត់បានទេដូច្នេះបើមានអីប្រែប្រួលនាវាគណៈបព្វជិជនអាចកូតនឹងវានៅក្នុងដៃហ៊ុនម៉ាណែតយ៉ាប់ហ៊ុនម៉ាណែតមិនអាចកាត់ចង្កូតបានទេពីព្រោះហ៊ុនម៉ាណែតនៅខ្ចីសម្បើម he is very inexperienced អាហ្នឹងជាចំណែកមួយរឿងស្រែកជ័យយកចេះបានទេប៉ុន្តែ for real he cannot do it អាហ្នឹងជារឿងអញ្ចឹងលោកហ៊ុនសែនត្រូវរៀបចំនយោបាយបើមិនរៀបនយោបាយទេចាប់អាណត្តិTrumpទៅរឿងអដែលវាទៅជា crisis វាអំពុលទុកយ៉ាងច្រើននឹងចំណុចមួយទៀតលោកហ៊ុនសែនមានភារៈចាំបាច់ he needs to make a deal ហ៊ុនសែនត្រូវតែមានស្អីជាមួយអាមេរិកបើអត់មានទេហ៊ុនសែននៅពេលដែលគាត់ចាស់បន្តិចទៅគាត់អត់អាចកាត់ចង្កូត CPP ដល់ដៃគាត់កូនគាត់អាចរបូតដៃពីចង្កូត CPP អាចរបូតដៃពីអំណាចរបូតជាសន្តិវិធីឬក៏របូតដោយគេរៀបចំពីព្រោះអ្វីពីព្រោះភូមិសាស្ត្រនយោបាយនៅឥណ្ឌូចិនហើយនិងអាស៊ីប៉ែកអាគ្នេយ៍កំពុងតែដូរលឿនស្លេវភូមិសាស្ត្រនយោបាយឥណ្ឌូចិននិងអាស៊ីប៉ែកអាគ្នេយ៍កំពុងតែដូរលឿនស្លេវការដែលដូរលឿនស្លេវនេះទាមទារចាំបាច់លោកហ៊ុនសែនត្រូវតែ make a deal ខ្ញុំនិយាយឲ្យគាត់លឺមិនលឺហើយដែរប៉ុន្តែខ្ញុំនិយាយឲ្យគាត់លឺខ្ញុំនិយាយឲ្យមន្ត្រីដែលគិតថាពូជម្បោរបស់ខ្លួននៅស្រុកខ្មែរចង់សុខជាបកពួកលោកហ៊ុនសែនឲ្យស្ដាប់លឺចុះណាឲ្យស្ដាប់លឺចុះតែអត់ត្រូវការកថាបាញ់ទេព្រោះកថាអត់ចេះទេកថាអត់មានយល់រឿងហ្នឹងទេកថាខួរស្ដើងណាបាទខួរស្ដើងឲ្យស្រាលទៀតដូច្នេះអត់ទេអត់ទៅវិញទេអញ្ចឹងហ៊ុនសែនគាត់ត្រូវ make a deal ណាគាត់ត្រូវ make a deal កម្ពុជាត្រូវតែនាំអាមេរិកឲ្យវិនិយោគនៅកម្ពុជាមិនមែនរឿងសុនចន្ទថុលទេសុនចន្ទថុលពីដើមហ៊ុនសែនពឹងលើខ្មៅសុកអានធ្វើការគ្មានបានការទេសុកអានបកកាយចាក់រុកបកកាយប្រមូលអំណាចប៉ុន្តែ deal របស់សុកអានអត់ល្អទេណាសុកអានមាន capacity limitation មានន័យថា limited capacity សមត្ថភាពនេះឥឡូវឲ្យសុនចន្ទថុលមិនមែន CPP ទេសុនចន្ទថុលមិនមែន CPP ទេទោះបីតែទៅ CPP ឥឡូវដល់សុនចន្ទថុលមិនមែន CPP ទេណាហើយសុនចន្ទថុលមិនមែនជាមនុស្សគេហៅថា faithful ហ៊ុនសែន clan ទេមិនមែនជាមនុស្សស្មោះត្រង់បដូរផ្ដាច់នឹងហ៊ុនសែន clan ទេសុនចន្ទថុលជា tactical participant ជាអ្នកចូលរួមតាក់ទិកមិនបានខ្ញុំហ៊ាននិយាយចឹងសុនចន្ទថុលគាត់មិនល្ងងដល់កវែងអនាគតគាត់ទាំងស្រុងនៅក្នុងកណ្ដាប់ដៃដែលគាត់មើលឃើញងងឹតទេពីព្រោះ CPP ដតីគេជា CPP គេជា core CPP member ចំណែកសុនចន្ទថុលវាជា add on member អាមួយ add on អាមួយជា core member អញ្ចឹង core member គេមិនព្រមទេពីព្រោះសុនចន្ទថុលមិនមែនជាពួកកុម្មុយនីសណាអញ្ចឹងមិនអាចកាត់ចង្កូតបានទាល់តែនៅក្រោមឃ្លៀកហ៊ុនសែនអានឹងវាជាចំណែកមួយដែលសុនចន្ទថុលគាត់ធ្វើបានតែប៉ុណ្្នឹងទេណាគាត់ធ្វើបានតែប៉ុណ្្នឹងទេក្នុងកិច្ចការនេះលោកហ៊ុនសែនត្រូវតែ make a deal ហើយ make a deal នឹងត្រូវការលឿនណាបើមិនអញ្ចឹងទេរដ្ឋាភិបាលថ្មីនៅបាងកកវា match ជាមួយគាត់ match ជាមួយនយោបាយនៅកម្ពុជាមិនបានវាត្រូវការ match វាត្រូវការប្រកួតជាមួយនយោបាយនៅកម្ពុជាណាមិនបានត្រូវប្រកួតនយោបាយជាមួយកម្ពុជាពីព្រោះវាអ្វីដែលអនុទិនធ្វើវាចាញ់វាយឺតជាងខាងកម្ពុជាធ្វើវាយឺតជាងព្រោះអនុទិនវាកំពុងតែសន្សំសញ្ញាឆ្នោតតែតាមមើលទៅវាអត់បានជោគជ័យទេវាដួលបន្ទាប់មកទៀតភឿថៃកំពុងតែចងក្រងសម្ព័ន្ធជាមួយអាមាត្យដោយតកូលថាក់សិនឈិនវត្រាដកខ្លួនចាញ់ពីនយោបាយនឹងដែលចាប់ផ្ដើមពីផែតោងតានលែងចាញ់ពីតំណែងហើយត្រូវរើសយកជាបណ្ដានៅគេហៅថាភឿថៃ in the name only អាភឿថៃ in the name only ហ្នឹងគឺមនុស្សហ្នឹងវានៅក្នុងបកភឿថៃវាជិះទូកភឿថៃប៉ុន្តែម៉ាស៊ីនវាអាមាត្យគេហៅថាភឿថៃជាសម្បកនេះគឺជាការដែលមនុស្សនៅអង្គុយក្នុងគុកសប្តាហ៍នេះថាក់សិនកំពុងតែគិតគូរពីព្រោះថាក់សិននៅក្នុងគុកត្រូវការសេចក្តីសុខរបស់ខ្លួនក្នុងគុកត្រូវការសេចក្តីសុខរបស់ខ្លួននៅក្នុងក្រៅគុកពេលចប់ហើយនឹងត្រូវការនាំយិងឡាក់មកស្រុកវិញតកូលថាក់សិនចុះបីទៅនៅស្រុកចិននៅឌូបៃនៅអង់គ្លេសក៏វាអត់សុបាយដូចនៅស្រុកថៃដែរណាអញ្ចឹងហើយស្រុកថ្ងៃនេះនៅពេលដែលប្រពន្ធថាក់សិនទោះបីគេលែងដាក់គ្នាមែនតែប្រពន្ធថាក់សិននៅ control acquired interest របស់ชินวัตรព្រោះយាយដែលជាប្រពន្ធថាក់សិនជាកូនមេបលិសជើងឆើតមួយនៅស្រុកថៃគាត់មិនមែនជាមនុស្សអន់ទេគាត់ជើងខ្លាំង
អញ្ចឹងការដែលឡើងចុះសួរសុខទុក្ខគាត់នៅគុកនៅអីហ្នឹងគឺជាចរន្តដែលទំនាក់ទំនងគ្នារវាងប្រពន្ធរបស់ថាក់សិនហើយនឹងថាក់សិនហើយនឹងការកាន់កិច្ចការមួយចំនួនរបស់ស៊ិនណាវ៉ាត់នៅក្នុងក្រុងបាងកកអញ្ចឹងយើងចាំមើលរីឯការស្ទង់មតិដែលថាពួកគេហៅថា pro democracy youngster ដូចឈ្មោះប្រហែលដែលខ្ញុំមិនចង់ចាំស្អីពងហ្នឹងមិនចង់ចាំមកពីអីពួកហ្នឹងគ្មានវាសនាបានដឹកនាំរដ្ឋាភិបាលទេហើយបើសិនជាជំរុញរហូតដល់បានដឹកនាំរដ្ឋាភិបាលក៏ត្រូវតែគេដកក្បត់ចោលហើយពួកហ្នឹងគ្មាន pro American tendency ទេមានន័យថាពួកហ្នឹងអត់មាននិន្នាការនិយមអាមេរិកទេហើយពួកហ្នឹងក៏មិនមែនជាfavorite របស់ចិនដែរចិនអត់ចូលចិត្តខ្សែគប់ជាមួយពួកក្មេងៗអាហ្នឹងទេព្រោះចាត់ទុកថាជាមនុស្សចេះគិតដែលមិនអាចយកមកប្រើដោយកណ្ដាប់ដៃកុម្មុយនីសបានណាវាជា young generation that is a little hard to corrupt អញ្ចឹងក៏ចិនវាមិនមើលអញ្ចឹងពួកពីតាពុទ្ធពងអីឋានៈឋានអីពួកហ្នឹងអត់មានឱកាសទេមួយទៀតខ្យល់ប្រជាធិបតេយ្យក្នុងពិភពលោកវាឈប់បក់ទៅហើយវាកំពុងតែចូលដល់ decoupling វាចូលទៅដល់កម្លាំង5ដែលកំពុងតែប្រកួតគ្នាអញ្ចឹងពួកហ្នឹងគ្មានវាសនាទេសូម្បីតែមានការស្លងមតិថាពួកហ្នឹងមានប្រជាប្រិយភាពអីការស្លងមតិគ្រាន់តែបោកពូតទេនៅស្រុកថៃណាមានការស្លងមតិនោះសូម្បីតែស្រុកអាមេរិកគេបោកពូតបានណាវាគ្មាន poll opinion ណាមួយដែលយកជាការបានទេវាអត់មាន poll opinion ណាមួយយកជាសាការបានទេណាវាគ្រាន់តែជារឿងហើយប្រជាជនថៃអត់មានស្ដាប់ poll ទេប្រជាជនថៃនៅ conservative អត់មានស្ដាប់ poll ទេដូច្នេះពួក pro democracy វាអត់មានអ្នកណាស្គាល់វាអាមេរិកអីចិនក៏អត់នៅអាស៊ីប៉ែកគ្នាគ្មានអាណាគេឲ្យតម្លៃវាទេគ្មានអាណាគេឲ្យវាទេណាមួយទៅវាមិនមែនជាប្រភេទដែលចេះ marketing នយោបាយរបស់ប្រទេសថៃទេវាគ្រាន់តែចេះធ្វើ market ជាមួយនឹង youngster នៅប្រទេសថៃហើយចំនួន generation Z នៅស្រុកថៃពួកនឹងសាច់ផ្អែមពួកនឹងគ្មានទេការបះបោរនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកយុវវ័យថៃគេវាយឈាមពេញផ្លូវដូច្នេះឲ្យពួកអារៀនសូត្រចេះដឹងក្រោយក៏អត់មានតស៊ូអីកើតដែរគឺអត់បានទេគ្មានតស៊ូអីកើតទេគ្មានតស៊ូអីកើតទេអានឹងចឹងអញ្ចឹងហើយបានជាតាក់សិនហ្នឹងកំពុងតែ transform ភឿថៃហ្នឹងឲ្យទៅជាសម្បកភឿថៃប៉ុន្តែដាក់ម៉ាស៊ីនអាម៉ាតបើសិនជាគេព្រមព្រៀងគ្នាគណៈបកប្រជាធិបតេយ្យដែលដឹកនាំដោយអភិសិទ្ធវិជ្ជជីវ៉ាហើយនឹងភឿថៃនឹងអាចរកផ្លូវធ្វើការជាមួយគ្នាពួកប្រជាធិបតេយ្យក៏រកច្រកកាន់អំណាចអត់បានពួកភឿថៃក៏រកច្រកកាន់អំណាចអត់បានមធ្យោបាយក្នុងការកាន់អំណាចនៅប្រទេសថៃមានតែត្រីភាគីទាហានពួកប្រជាធិបតេយ្យបូកនឹងពួកភឿថៃអញ្ចឹងហើយបានប្រវិតអីចាក់ដើមជួបនិយាយគ្នាបាទរហូតដល់ពួកអាវលឿងឥឡូវហ្នឹងមិននិយាយជាមួយអាល់កុហុលមកហើយណាគេសេរីគ្នាទៅតាមហ្នឹងអញ្ចឹងលោកហ៊ុនសែនត្រូវតែធ្វើឲ្យលឿនចំណែកឯអនុទិនចានវីរៈគុណវាមិនមែនជាសម្រាមនៅក្នុងភ្នែកហ៊ុនសែនទេណាហ៊ុនសែនដោះស្រាយតាមអន្តរកាលតែត្រូវតែ make a deal ជាមួយនឹងអាមេរិកនេះគឺជាទស្សនៈខ្ញុំអ្នកណាយល់ថាខ្ញុំល្ងងខ្ញុំអរគុណណាអ្នកណាយល់ថាខ្ញុំអត់ដឹងខ្យល់ខ្ញុំអរគុណអ្នកណាយល់ថាខ្ញុំខុសក៏ខ្ញុំអរគុណដែរខ្ញុំមិនតវ៉ាជាមួយទេណាខ្ញុំមិនតវ៉ាជាមួយព្រោះអានោះគឺជាទស្សនៈដែលខ្ញុំកំពុងតែមើលខ្ញុំមើលឃើញអញ្ចឹងបាទខ្ញុំមើលឃើញអញ្ចឹងណាខ្ញុំមើលឃើញអញ្ចឹងណាអាហ្នឹងអញ្ចឹងវាជារឿងដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំមើលឃើញអញ្ចឹងបន្ទាប់មកទៀតកម្ពុជាមិនអាចទៅធ្វើសន្ធិសញ្ញាយោធាជាមួយប្រទេសណាទេពីព្រោះកម្ពុជាមានសន្ធិសញ្ញាជាមួយនឹងយួនចុះថ្ងៃទី18ណាខែកុម្ភៈឆ្នាំ1979ហើយអញ្ចឹងអត់អាចធ្វើសន្ធិសញ្ញាជាមួយទេដើម្បីរក្សាកម្ពុជាឲ្យបានសុខវាទាល់តែឲ្យក្រុមហ៊ុនអាកាំងចូលស្រុកខ្មែរបានច្រើនក្រុមហ៊ុនចិនវាចូលស្រុកខ្មែរវាហត់ឈាមក្រុមហ៊ុនជប៉ុនវាហត់ឈាមក្រុមហ៊ុនកូរ៉េហត់ឈាមវាអត់ការពារទេមានតែក្រុមហ៊ុនអាមេរិកមួយទេហើយក្រុមហ៊ុនអាមេរិកទៅក៏វាហត់ឈាមដែរគឺត្រូវការក្រុមហ៊ុនអាមេរិកឲ្យកាន់រ៉ែនៅបាតសមុទ្រខ្មែរហើយនឹងរ៉ែនៅលើគោកខ្លះដែលសំខាន់ណាអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងអាហ្នឹងជាលក្ខណៈណាជាលក្ខណៈដែលលោកហ៊ុនសែនត្រូវប្រញាប់ធ្វើកិច្ចការហ្នឹងត្រូវប្រញាប់ធ្វើកិច្ចការហ្នឹងហើយធ្វើដោយប្រុងប្រយ័ត្នពីព្រោះវាមិនមែនស្រួលធ្វើទេវាមិនមែន yes no ទេវាត្រូវការគិតគូរប្រយ័ត្នយ៉ាងបើធ្វើមិនទាន់ទេដល់ឆ្នាំនេះរដ្ឋាភិបាលថៃថ្មីណា
ពិបាកនឹងប្រកួតជាមួយវាមិនមែនប្រឡែងចោលសហរដ្ឋអាមេរិកទៅរកស៊ីជាមួយចិនសតទេហើយប្រទេសវាធំប្រជាជនវាច្រើនធនធានវាច្រើនរ៉ែវាក៏ច្រើនដូច្នេះតលតែលឿននឹងចឹងខ្ញុំក៏សូមជម្រាបផងដែរថាហ្វីលីពីនបាទហ្វីលីពីនសូម្បីតែមានសន្ធិសញ្ញាយោធាជាមួយអាមេរិកក៏ឥឡូវនេះឈានទៅដល់ការអញ្ជើញក្រុមហ៊ុនអាមេរិកជាច្រើនឲ្យចូលទៅវិនិយោគក្រុមហ៊ុនអាមេរិកជាច្រើនឲ្យចូលទៅវិនិយោគអូស្មန်និងប្រេងនៅសមុទ្រហ្វីលីពីនខាងលិចកំពុងតែប្រម៉ែប្រមូលតែច្រើនហើយត្រាំក៏បានប្រាប់រដ្ឋមន្ត្រីរបស់គាត់ឲ្យយកចិត្តទុកដាក់រុញការរកស៊ីរបស់អាមេរិកទៅហ្វីលីពីនឲ្យច្រើនហើយលឿនជាទីបំផុតត្រង់នេះតាន់ពេលស៊ីជីនពីននៅទន់ដៃតាន់ពេលស៊ីជីនពីននៅទន់ដៃស៊ីជីនពីនក្រោយប្រជុំសមាជ5ឆ្នាំម្ដងស៊ីជីនពីនវាមានទន់ដៃណាទន់ដៃអំណាចអញ្ចឹងតាន់ស៊ីជីនពីនទន់ដៃត្រង់ក៏បានបញ្ជាឲ្យមន្ត្រីរបស់គាត់ហើយគាត់បានជួបនឹង community of large American companies ជាពិសេស petroleum energy oil and gas ឲ្យបញ្ញាប់ពិនិត្យមើល Indonesia ពិនិត្យមើល Malaysia ពិនិត្យមើលមីយ៉ាន់ម៉ាក៏ត្រឹមពិនិត្យមើលហ្វីលីពីនដើម្បីនឹងរុញឲ្យក្រុមហ៊ុនយក្សអាមេរិកវិលត្រឡប់កុំឲ្យបេះប្រពោះគាត់ពីដើមក្រុមហ៊ុន Chevron វាដកចេញពីហ្វីលីពីនវាដកចេញពីកម្ពុជាពីព្រោះវានិយាយគ្នាអត់ត្រូវពីព្រោះនយោបាយរបស់ប្រធានាធិបតីអាមេរិកមុនហ្នឹងវាអត់ខ្លាំងអញ្ចឹងលើកនេះត្រឹមឲ្យ Chevron វិលទៅវិញឲ្យ Exxon Mobil ConocoPhillips អីឲ្យក្រុមហ៊ុនធំឲ្យវិលទៅវិញកន្លែងណាដែលនិយាយគ្នាមិនត្រូវទុកឲ្យណាទុកឲ្យនិយាយគ្នាមិនត្រូវទុកឲ្យរដ្ឋាភិបាលជួយជ្រោមជ្រែងក្នុងរឿងហ្នឹងទៅវិញហើយទៅវិញលើកនេះគឺទៅជាសិតទៅជា block ដែល block ហ្នឹងត្រាំយក block ហ្នឹងបង្កើត Indo-Pacific ក្រុមហ៊ុនអាមេរិកដាក់នៅហ្វីលីពីនខាងលិចកងទ័ពអាមេរិកដែលមាន4មូលដ្ឋានហ្នឹងត្រូវរៀបខ្សែ Indo-Pacific រៀបទាំងអស់ទុកតែចន្លោះតៃវ៉ាន់មួយទេអញ្ចឹងត្រូវរៀបជាមួយនឹងម៉ាឡេស៊ីត្រូវរៀបជាមួយនឹងហ្វីលីពីនហើយកំពុងតែចែចង់ឥណ្ឌូនេស៊ីហើយកំពុងតែចែចង់វៀតណាមណាកំពុងតែចែចង់ហើយថៃក៏ចែចង់ដែរត្រូវប្រកួតជាមួយចិននៅទីហ្នឹងមិនមែនធម្មតាទេកម្ពុជាមិនគួរណាខកខានទេនេះគឺជាអ្វីដែលខ្ញុំមើលឃើញដែលត្រូវតែធ្វើវាលំបាកវាគ្រោះថ្នាក់ដល់អីយើងធ្លាប់ឲ្យចិនវារកស៊ីស្រុកយើងនៅពេលយើងងាកទៅរកស៊ីជាមួយអាមេរិកយើងក៏មិនអាចចោលចិនបានប៉ុន្តែយើងក៏ត្រូវខំប្រឹងសុំតិចអញ្ចឹងកម្ពុជាត្រូវ make a deal ជាមួយអាមេរិកត្រូវធ្វើម៉េចឲ្យក្រុមហ៊ុនអាមេរិកចូលដែនសមុទ្រខ្មែរឲ្យក្រុមហ៊ុនអាមេរិកចូលធ្វើអាជីវកម្មខ្នាតធំនៅលើប្រទេសកម្ពុជាបានបើមិនអញ្ចឹងទេគេវាយងាប់គេហែកចោលទាំងហ៊ុនសែនទាំងអីទាំងកូនទាំងចៅគ្មានសល់ទេណាលើកលែងតែរត់ទៅនៅបរទេសហើយរត់ទៅនៅបរទេសសុបាយដែរអត់សុបាយទេញ៉ាកាលសង្គ្រាមលោកលើកទី2អាមេរិកជួយអាល្លឺម៉ង់ខាងលិចរឿងដៃជើងដើម្បីជាគូពាណិជ្ជកម្មបាទអាល្លឺម៉ង់ខាងកើតសូវៀតចង់ជន់អាល្លឺម៉ង់ងាយស្រួលគ្រប់គ្រងតើកម្ពុជាត្រូវប្រកាន់យកលោកខាងលិចឬលោកខាងកើតក្មួយចង់ជ្រើសរើសប្រកាន់ក្មួយដឹងហើយថាសម្ដេចហ៊ុនសែនគាត់កុម្មុយនីសវាមិនងាយគាត់ដកខ្លួនពីកុម្មុយនីសរួចទេមកជីវិតគាត់គឺមិនដកទេលោកហ៊ុនម៉ាណែតជាកូនរបស់មេកុម្មុយនីសក៏មិនងាយដករួចដែរអញ្ចឹងតកូលហ៊ុនត្រូវដឹកនាំស្រុកខ្មែរដោយរកស៊ីទាំងសងខាងជាមួយកុម្មុយនីសផងជាមួយលោកសេរីផងហើយអស់ពីលោកហ៊ុនសែនទៅហ៊ុនម៉ាណែតត្រូវជ្រើសរើសផ្លូវដើរដែលធានាសុវត្ថិភាពស្ថិរភាពនិងចីរភាពនៃតកូលហ៊ុនអស់ពីលោកហ៊ុនសែនទៅណាអស់ពីលោកហ៊ុនសែនទៅមានតែហ៊ុនម៉ាណែតហើយនឹងហ៊ុនម៉ាណិតទេហ៊ុនម៉ាណីគ្នាខ្សោយណាស់អញ្ចឹងបងប្អូន3នាក់ត្រូវជួយគ្នាហ៊ុនម៉ាណីគ្នាខ្ញុំមិនដឹងថាណាបងខ្ញុំដឹងថាម៉ាណែតបងគេប៉ុន្តែរវាងម៉ាណិតនិងម៉ាណីខ្ញុំអត់ដឹងថាណាបងណាបងទេខ្ញុំអត់ស្គាល់ទេតែឃើញតែក្មួយម៉ាណីគ្នាខ្សោយអញ្ចឹងតើជួយគ្នាអាហ្នឹងសម្រាប់តកូលហ៊ុនណានឹងអញ្ចឹងតែប៉ុណ្្នឹងលោកអនុទិនចាញ់បញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិកអត់ពិតទេណាអត់ពិតទេពីព្រោះអត់មានប្លង់នឹងទិញផងគ្រាន់តែពិចារណាតែអញ្ចឹងរឿងហ្នឹងវាគ្រាន់តែគេពិចារណាណាវាអត់ពិតទេអូខេ
គ្រាន់តែរឿងគេមិនទាន់គេពិចារណាvàគេអត់ទាន់ទេអញ្ចឹងបើសិនជាមាននិយាយស្អីក៏អត់ពិតហើយណាមួយទៅសម្ដីអនុទិនបើទៅលោឡារឿងហ្នឹងសម្រាប់រដ្ឋាភិបាលអាយុខ្លីដោយរដ្ឋាភិបាលអនុទិនក៏ដូចជាមិនណាក៏ដូចជាមិនមានប្រយោជន៍អីសម្រាប់អនុទិនណាមិនមានប្រយោជន៍អីសម្រាប់អនុទិនហើយក៏មិនមានប្រយោជន៍អីសម្រាប់ប្រទេសថៃដូចសំរងស៊ីអញ្ចឹងសំរងស៊ីបោកប្រាស់គេយកលុយចាយយកបាយស៊ីឆ្ងាញ់កាច់រឹកកាច់រៀនបាក់មកជីវិតអត់បន្តពូជបានទេទោះបីថាមានកូនមានអីទៅក្រៅតពូជមិនបានល្អទេខ្ញុំឃើញពីអ្នកដៃប៉ុននឹងមកនៅស្រុកប្រាំងយូរហើយសុភមង្គលអត់បានប្រហែលខ្ញុំផងមនុស្សតលក្រដូចខ្ញុំមានសុភមង្គលជាងខ្ញុំមានសុភមង្គលជាងកូនចៅខ្ញុំមានសុភមង្គលជាងអត់ចាំបាច់ដើរនៅស្រុកគេស្រុកអីទេអានៅស្រុកគេស្រុកអីអានៅធម្មតាទេគិតមើលដោយសារអីដោយសារខ្ញុំរៀនឲ្យកូនខ្ញុំធ្វើតែប៉ុនឆ្កែឆ្មាមកទេអីអាណិតស្រឡាញ់គេណាសំរងស៊ីបោកពូជគេក៏បាបដែរណាបោកពូជគេយកលុយគេទាំងបាច់ដាក់ក្នុងថងយួរទៅហ្នឹងណាបាបអានេះក៏បាបដែរប៉ុន្តែប៉ុនពីព្រេងនាយមកមានខ្លះចឹងទៅក៏រស់នៅចឹងទៅយើងអត់ឃើញគាត់បាបគាត់បាបអំពើបាបគាត់បោកពូជខ្មែរណាលុយគេទុកចិត្តលើគាត់គេថាគាត់អីអ្នកស្នេហាជាតិអីគាត់បោកគេយកលុយហើយគាត់មិនត្រឹមតែបោកគេយកលុយទេគាត់បោកទាំងពួកម៉ុងតាញ៉ាទៀតណាហ្នឹងហើយគ្រូតាមិនមែនស្ដីឲ្យទេតាចង់ប្រាប់ថាវាទំនុកគេហ្នឹងបើបាក់យើងជួយសោកស្ដាយគេដូចឧទាហរណ៍ស្ដេចខ្មែរយើងម្ដាយស្ដេចថៃស្លាប់ខ្ញុំមិនដឹងថាស្ដេចខ្មែរយើងសរសេរលិខិតទៅស្ដេចថៃទេខ្ញុំអត់ដឹងទេណាខ្ញុំអត់ដឹងទេមិនដឹងទេហើយក្នុងនាមជាស្ដេចនៅប្រទេសជិតគ្នាណាកាលស្ដេចសែនុក៏ស្លាប់ណាស្ដេចថៃក៏ចាស់ឈឺតើគេធ្វើយ៉ាងម៉េចចំពោះស្ដេចឪពុករបស់ស្ដេចសីហមុនីស្ដេចសីហមុនីក៏ត្រូវធ្វើដូច្នេះមិនចាំបាច់ទៅមើលមុខហ៊ុនសែនតហ៊ុនសែនងក់ក្បាលមកធ្វើទេពីព្រោះរឿងប្រពៃណីស្ដេចនឹងស្ដេចនេះព្រះអង្គសីហមុនីគួរណាស់តែចេះគិតខ្លួនឯងណាចេះគិតខ្លួនឯងធ្វើទៅវាអត់មានទៅតោះចិត្តតោះថ្លើមអីហ៊ុនសែនពេកទេណាអាហ្នឹងចឹងចំណែកលោកហ៊ុនម៉ាណែតដែលសរសេរលិខិតចូលរួមហ្នឹងល្អត្រឹមត្រូវគាត់ធ្វើហ្នឹងល្អហើយរកសំខាន់បាទអនុសាសន៍រតនច័ន្ទណាអូខេRTS ខ្ញុំមានអារម្មណ៍ថាអ្វីដែលសម្ដេចហ៊ុនសែនតែងតែផ្ទុយគ្នាទាំងស្រុងពីមតិយោបល់របស់លោកអ៊ំរឿងហ្នឹងក៏ល្អម្យ៉ាងដែរគាត់ល្អម្យ៉ាងដែរបើជាការផ្ទុយហើយគាត់ធ្វើទៅបានជោគជ័យខ្ញុំជួយអរគាត់ពីព្រោះការដែលគាត់ធ្វើស្របមិនល្អប្រហែលទេជួនកាលធ្វើផ្ទុយទៅប៉ុន្តែចេះកាច់ចង្កូតឲ្យបានជោគជ័យខ្ញុំជួយអរគាត់ខ្ញុំគ្មានទោសមនស្សទេរឿងហ្នឹង